ជំរាបសួរលោកខ្ញុំឈ្មោះខុនការីជាសិស្សថ្នាក់ទី12នៃសាលាអង្គការលើកស្ទួយជាពលរដ្ឋបច្ចុប្បន្នខ្ញុំរស់នៅរាជធានីភ្នំពេញនិងទីកន្លែងកំណើតនៅខេត្តតាកែវមុនពេលដែលខ្ញុំស្គាល់នៅសាលាអង្គការលើកស្ទួយជាពលរដ្ឋហ្នឹងមានផលលំបាកក្នុងការរៀនដោយសារតែយើងត្រូវដើរទៅសាលាព្រោះអីសាលានៅរៀនឆ្ងាយពីផ្ទះបន្តិចបន្តួចនៅក្នុងគ្រួសាររបស់ខ្ញុំហ្នឹងម្ដាយរបស់ខ្ញុំជាអ្នករកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារខ្ញុំស្គាល់សាលាអង្គការលើកស្ទួយជាពលរដ្ឋនេះតាមរយៈមិត្តភ័ក្តិរបស់ម៉ាក់ដែលគាត់បានណែនាំថាសាលាអង្គការលើកស្ទួយជាពលរដ្ឋយើងមានពេលរៀនរហូតដល់មួយថ្ងៃពេញតាំងពីពេលព្រឹកចូលម៉ោង 7 កន្លះចេញដល់ម៉ោង 4 អញ្ចឹងយើងមានពេលរៀនច្រើនហើយខ្ញុំស្គាល់សាលាអង្គការលើកស្ទួយជាពលរដ្ឋគឺកំឡុងឆ្នាំ2022កត្តាដែលធ្វើឲ្យខ្ញុំចូលរៀននៅសាលាអង្គការលើកស្ទួយជាពលរដ្ឋហ្នឹងទី1ហ្នឹងគឺទឹកផ្ទះស្រួលទី2ហ្នឹងគឺជីវភាពរបស់គ្រួសាររបស់ខ្ញុំទី3ហ្នឹងគឺជាសាលាដែលបង្រៀនចូលព្រឹករហូតដល់ល្ងាចចូលម៉ោង 7 កន្លះចេញម៉ោង 4 អញ្ចឹងទៅធ្វើឲ្យខ្ញុំហ្នឹងទទួលបានការរៀនសូត្របានច្រើនជាងនៅសាលានៅឯស្រុកក្រោយពីខ្ញុំបានចូលរៀននៅសាលាអង្គការលើកស្ទួយជាពលរដ្ឋហ្នឹងគឺសមិទ្ធផលដែលខ្ញុំទទួលបានហ្នឹងគឺទី1ហ្នឹងខ្ញុំមានភាពក្លាហានក្នុងការនិយាយជាមួយនឹងលោកគ្រូអ្នកគ្រូឬក៏រដ្ឋបាលនៅក្នុងសាលាហើយខ្ញុំមានភាពទំនាក់ទំនងជាមួយនឹងមិត្តភ័ក្តិទទួលបានការរៀនសូត្របានច្រើនជាងនៅសាលាចាស់ទទួលបានការអប់រំរបស់លោកគ្រូអ្នកគ្រូធ្វើឲ្យខ្ញុំមានភាពក្លាហានក្នុងការចូលរួមពីកម្មវិធីដូចជាការចូលរួមជាការធ្វើសង្ក្រាន្តហើយក៏បានចូលរួមប្រកួតប្រជែងជជែកដេញដោល Blind Speaking មួយទៀតហ្នឹងគឺខ្ញុំមានភាពក្លាហានក្នុងការចូលជាសមាជិកក្រុមប្រឹក្សាសិស្សនៅក្នុងសាលាអង្គការលើកស្ទួយជាពលរដ្ឋហើយក៏ជាចំណែកមួយក្នុងការអប់រំទៅដល់សិស្សានុសិស្សក្មេងៗឬក៏សិស្សប្អូនជាដើមហើយអនាគតគោលបំណងរបស់ខ្ញុំហ្នឹងគឺចង់ក្លាយជាវិស្វកម្មអគ្គិសនីមួយរូបមូលហេតុហ្នឹងគឺដោយសារតែបច្ចុប្បន្នគេកំពុងតែត្រូវការវិស្វកម្មអគ្គិសនីជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ម៉ាក់មានជាស្ថាបនិកនៃអង្គការលើកស្ទួយជាពលរដ្ឋដែលបានផ្ដល់ឱកាសឲ្យរូបខ្ញុំបានចូលមករៀននៅអង្គការលើកស្ទួយជាពលរដ្ឋផងដែរហើយក៏សូមអរគុណទៅដល់ម្ចាស់ឧបត្ថម្ភ Jasper ដែលបានឧបត្ថម្ភមកកាន់សាលាអង្គការលើកស្ទួយជាពលរដ្ឋដូចជាសម្ភារៈសិក្សាជាដើម